ប្រាសាទអង្គរជាបេតិកភណ្ឌរបស់ពិភពលោកភ្ញៀវទេសចរបានចូលមកទស្សនាយ៉ាងច្រើនកកជារៀងរាល់ថ្ងៃហើយពួកគាត់ចូលមកស្នាក់នៅតាមសណ្ឋាគារនានាគុណម៉ែញ៉ាំមិនច្រើនណាស់ចាប់ធំចាអើយជីពួរជួយរំមម្លេះដឹងជាបានលុយណាឲ្យខ្លាចពេទ្យទេហើយអានេះខ្ញុំដល់ណាទៀតមិនតាន់យឺតពេលទេណានៅមានដំណោះស្រាយទៀតណានោះណោះត្រូវឈប់ចោលសម្រាមទៅក្នុងទឹកស្ទឹងឬប្រឡាយត្រូវចោលទៅក្នុងធុងសម្រាមដើម្បីឲ្យទឹកនៅក្នុងប្រឡាយមានចរន្តឆ្លងកាត់ប្រព័ន្ធលូនានាត្រូវឈប់បង្ហូរទឹកស្អុយចូលទៅក្នុងប្រឡាយទៀតយើងត្រូវចម្រោះទឹកស្អុយដោយប្រើអាងចម្រោះទឹកតាមបែបធម្មជាតិទឹកមច្ឆទាំងឡាយនៅក្នុងទឹកអាចរស់នៅបានឯភ្ញៀវទេសចរក៏ចូលមកទស្សនាពួកគាត់នឹងញ៉ាំបាយជាមួយគ្រួសាររបស់អ្នកហើយពួកគេនឹងបង់ថ្លៃអាហារទៀតផងយើងទូបានថវិកាដើម្បីគ្រប់គ្រងគ្រួសារ